ស្ដីអ្នកទាំងអស់គ្នានឹងហើយដោយសារតែព្រឹកមិញនេះខ្ញុំបានមើលវីដេអូមួយរបស់បងប្រុសហេងវិសាលដែលគាត់បានចែករំលែកអំពីអត្ថប្រយោជន៍នៃការធ្វើវិបស្សនាបន្តអំពីគាត់បានចូលរួមធ្វើវគ្គវិបស្សនាដូចជា10ថ្ងៃហើយបងប្រុសហេងវិសាលគាត់ក៏ជាមនុស្សម្នាក់ដែលតែងតែចែករំលែកជារឿយអំពីការអប់រំផ្លូវចិត្តដូចជាគំនិតខ្លះៗអំពីពុទ្ធសាសនាហើយខ្ញុំពិតជាសរសើរគាត់មែនតើដែលគាត់បានរកឃើញនូវសេចក្តីសុខពិតប្រាកដតាមរយៈការគាត់សិក្សាអំពីដំណើរជីវិតដំណើរធម្មជាតិតាមរយៈវិបស្សនាជាដើមហ្នឹងទៅហើយដូចដែលបងប្អូនដឹងអញ្ចឹងថាបច្ចុប្បន្នភាពនេះយើងមានបញ្ហាទាំងសេដ្ឋកិច្ចអញ្ចឹងហើយវាធ្វើឲ្យយើងមានបញ្ហាទាំងផ្លូវកាយនិងផ្លូវចិត្តជាពិសេសក្នុងផ្លូវចិត្តនឹងតែម្ដងបើតាមរបាយការណ៍ទាំង international ទាំង local យើងគឺបង្ហាញថាជារៀងរាល់ឆ្នាំគឺអ្នកដែលមានបាត់បញ្ហាផ្លូវចិត្តហ្នឹងគឺកើនឡើងជាប្រចាំអញ្ចឹងទៅហើយនៅក្នុងវីដេអូរបស់គាត់ក៏បានសម្រាយជាចំណុចខ្លីៗអំពីថានៅពេលដែលធ្វើវិបស្សនាទៅទទួលបានអីហើយអារម្មណ៍បែបម៉េចក្តីសុខបែបម៉េចដែលគាត់អាចនិយាយបានថាក្តីសុខមួយដែលលុយមិនអាចទិញបានអញ្ចឹងទៅហើយខ្ញុំពិតជាជ្រះថ្លាជាមួយនឹងគាត់ខ្លាំងមែនទែនដោយសារតែខ្ញុំក៏ស្តៀងចំណុចមួយចិត្តរបស់ខ្ញុំស្តៀងនឹងគាត់ដែរគឺខ្ញុំចូលចិត្ត prioritize ទៅលើ mental care ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺគាត់ឆ្លើយនឹងសំណួរថានៅពេលដែលធ្វើសមាធិទៅលេងចង់រស់ស៊ីលេងចង់អីមិនមែនទេនៅពេលដែលយើងធ្វើសមាធិឬក៏វិបស្សនាហ្នឹងទៅវាគ្រាន់តែធ្វើឲ្យយើងហ្នឹងរៀនទទួលយកនៅអ្វីមួយដែលគេថាមិនបានដូចចិត្តក៏យើងទទួលយកបើបានដូចចិត្តក៏យើងទទួលយកគឺយើងអត់ចាប់ចម្ពាក់នឹងវាខ្លាំងពេកអញ្ចឹងទៅអានឹងគឺជាមេរៀនមួយដែលខ្ញុំគិតថាពីច្រើនមកគឺយើងធ្វើអត់បានទាំងខ្ញុំទាំងគេគឺគ្រាន់តែថាបានកម្រិតមួយត្រឹមតែកាត់បន្ថយព្រោះយើងធម្មជាពុទ្ធជនអញ្ចឹងយើងអាចកាត់បងនៅអាសេចក្តីគេថាសេចក្តីលោភសេចក្តីចង់បាននឹងទាំងអស់ពេកទេប៉ុន្តែនៅពេលដែលយើងចង់បានអាទាំងអស់នឹងពេកវាធ្វើឲ្យយើងនឹងរំខានសេចក្តីសុខផ្លូវចិត្តរបស់យើងបើយើងបានប៉ុណ្ណេះហើយមិនគ្រប់បានប៉ុណ្ណោះហើយមិនគ្រប់យើងតែងតែចង់បានថែមទៀតហ្នឹងទៅវាធ្វើឲ្យយើងនៅឆ្ងាយពីសេចក្តីសុខហ្នឹងទៅហើយខ្ញុំឧទាហរណ៍មួយដូចពាក្យយើងថាបើអង់គ្លេសគេថា I want happiness ហើយបើយើងចង់បាន happiness ហ្នឹងគឺយើងបានន័យថាយើងតែងតែមានអាពាក្យ want នៅក្នុងនឹងជាដើមហ្នឹងទៅហើយបើសិនជាអាពាក្យ want ហ្នឹងច្រើនពេកគឺយើងតែងតែឃ្លាតឆ្ងាយអំពី happinessឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាមាន1 10អញ្ចឹងតម្រុំទៅដល់ happiness ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់អាពាក្យ1អាចង់បានហ្នឹងគឺ10តែបើអ្នកទាំងអស់គ្នាចង់បានតិចឧទាហរណ៍ថា1តែមួយទេអញ្ចឹងយើងនឹងគៀក happiness មែនតើអានេះយើងស្ដាប់ទៅយើងញញ៉ៃតិចប៉ុន្តែខ្ញុំចង់បញ្យល់អំពីអាសេចក្តីសុខផ្លូវចិត្តហ្នឹងគឺអញ្ចឹងនៅពេលដែលយើងតែងតែចង់បាននេះបាននោះច្រើនគ្នាទៅគឺយើងអត់ងាយនឹងទទួលបាននូវសេចក្តីសុខផ្លូវចិត្តហើយក៏យើងនៅកាន់តែឆ្ងាយអំពី happiness នេះគ្នាខ្ញុំមើលធំម្ដងទៀតថា I want happiness ឬក៏ខ្ញុំចង់បានសុភមង្គលប៉ុន្តែនៅពេលដែលយើងបង្កើនអាពាក្យចង់ច្រើនពេកអញ្ចឹងយើងនៅឆ្ងាយពីសុភមង្គលមែនតើរវាងពាក្យខ្ញុំនិងសុភមង្គលអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចង់ share ខ្លះតែទៅជាមួយនឹងការយកឃើញបងប្រុសវិសាការចែកនៃរបស់គាត់គឺល្អខ្លាំងមែនតើសម្រាប់ជាពិសេសយុវជនឬក៏បងអ្នកដែលគាត់ស្មុគស្មាញផ្លូវចិត្តច្រើនអាចចំណាយពេលខ្លះសិក្សាស្វែងយល់ពីខ្លួនឯងខ្ញុំគិតថាជាជំរើសល្អមួយដែលធ្វើឲ្យយើងអាចនឹងទទួលបាននូវសេចក្តីសុខមួយដែលហ៊ាននិយាយថាលុយទិញអត់បានហើយនេះគឺជាអ្វីដែលខ្ញុំទទួលបានបន្ទាប់ពីខ្ញុំសាងភ្នូបួសជាង10ឆ្នាំហ្នឹងទៅអត់មានសល់អីទេសល់តែមេរៀនពុទ្ធដើម្បីមកអប់រំចិត្តហើយពេលខ្លះក៏គេឆ្លងថាហេតុអីបានខ្ញុំប្រាប់គេថាកុំគិតច្រើនអញ្ចឹងយើងគ្រាន់តែប្រាប់គេវាស្រួលទេប៉ុន្តែអ្នកដែលគាត់អត់ដែលបានឆ្លងកាត់ហ្នឹងអាការគិតហ្នឹងគឺតែងតែមកលងបន្លាចរបស់គាត់ដូចស្អីការគិតហ្នឹងមិនមែនជាគាត់ទេបើមិនជាគាត់អ្នកគ្រប់គ្រងការគិតនឹងបាននេះគាត់ប្រកាសជាប្រាប់ថាការគិតនឹងជប់គិតទៅគាត់ត្រូវការសម្រាប់ប៉ុន្តែដោយសារតែការគិតនឹងមិនមែនជាគាត់វាជាអនត្តាមិនមែនជារបស់គាត់ហ្នឹងទៅបានមាននាំឲ្យអាការគិតនឹងផ្ដេសផ្ដាសជាមួយជាពីរហ្នឹងទៅចឹងអត់ចង់ឲ្យវីដេអូនឹងវែងទេខ្ញុំគ្រាន់តែចង់ចែករំលែកខ្លីចឹងបងអាចទៅមើលវីដេអូរបស់បងវិហេងវិសាបានក្នុង page របស់គាត់អញ្ចឹងទៅអ្នកទាំងអស់គ្នាអាចយល់បានច្រើនអំពីការចែករំលែករបស់គាត់ហើយខ្ញុំសប្បាយចិត្តនៅពេលដែលឃើញបង influencer ជាច្រើនដែលគាត់បងប្អូនដែលគាត់មានសម្លេងដែលគាត់មានអ្នកគ្រប់គ្រងច្រើនហ្នឹងទៅបង្ហាញអំពីរឿងល្អតាមរយៈការសិក្សាពីដំណើរនៃធម្មជាតិបែបនេះទៅខ្ញុំគិតថាវាផ្ដល់ប្រយោជន៍ខ្លាំងមែនទែនចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន